ការបកប្រែជាភាសាខ្មែរទ្វាររឹងមាំអាស្រ័យលើវិធីថែរក្សាមកស្វែងយល់អាចកំបាំងក្នុងការរក្សាទ្វារ Plastic Composite ឲ្យនៅស្អាតរឹងមាំជាមួយ Segundo ប្រើប្រាស់តែនៅក្នុងផ្ទះប៉ុណ្ណោះដោយសារទ្វារនេះមានសំណុំផ្លាស្ទិកជាមួយស្រទាប់ក្រៅជា Plastic Paste ទេវត្រូវជៀសវាងតំបន់ដែលមានពន្លឺថ្ងៃប៉ះដោយផ្ទាល់ដូច្នេះទ្វារ Plastic Composite គួរតែលម្អត់នៅតំបន់ដូចជាទ្វារផ្នែកក្នុងផ្ទះទ្វារបន្ទប់ទឹកឬទ្វារបន្ទប់គេងជៀសវាងការប៉ះទង្គិចខ្លាំងទ្វារមានភាពរឹងមាំខ្ពស់ប៉ុន្តែក៏គួរតែជៀសវាងការប៉ះទង្គិចខ្លាំងឬប៉ះពាល់ដោយកម្លាំងកុំបិទទ្វារយ៉ាងខ្លាំងក្លានិងកុំដាក់វត្ថុធ្ងន់លើទ្វារដើម្បីជៀសវាងការខូចខាតថែទាំនិងសម្អាតទៀងទាត់ដើម្បីរក្សាទ្វារឲ្យនៅស្អាតនិងប្រើប្រាស់បានយូរគួរថែទាំនិងសម្អាតជាពេលវេលាប្រើកន្សែងទន់ឬច្រាសទន់ជាមួយទឹកក្តៅនិងសារធាតុសម្អាតសម្រាប់ផ្ទៃផ្លាស្ទិកការពារពីសារធាតុគីមីខ្លាំងជៀសវាងការប៉ះពាល់ជាមួយសារធាតុគីមីឬសារធាតុសម្អាតខ្លាំងពេកព្រោះអាចប៉ះពាល់ដល់គុណភាពវត្ថុធាតុនិងបណ្ដាលឲ្យទ្វារខូចសូមមកទស្សនានៅ Segundo ដើម្បីជ្រើសរើសទ្វារ Plastic Composite ដែលមានគុណភាពខ្ពស់បំផុតទំនាក់ទំនងឥឡូវនេះដើម្បីទទួលបានការប្រឹក្សាឥតគិតថ្លៃ